ខ្ញុំសូមផ្ដើមរឿងនេះដោយសម្ដីមួយមកពីលោកគ្រូសច្ចៈដែលលោកតែងតែពោលថាដែនដីអាគមសម្បូរមិនមែនកើតឡើងដោយព្រាយឬអ្នកតាទេតែវាកើតឡើងដោយសារចិត្តមនុស្សដែលជឿលើវាប៉ុន្តែពាក្យសម្ដីដ៏ជ្រាលជ្រៅនេះមិនអាចបញ្ឈប់ព្យុះសង្គ្រាមដែលកំពុងតែបក់បោកពេញទឹកដីដ៏អាថ៌កំបាំងនោះបានឡើយដែនដីអាគមសម្បូរជាទឹកដីមួយដែលស្ថិតនៅចន្លោះភ្នំទាំង7និងទន្លេទាំង3វាជាកន្លែងដែលបណ្ដាញអាគមគ្រប់ដណ្ដប់គ្រប់ទិសទីដូចជាសរសៃពីងពីងដ៏ធំសម្បើមដែលមើលមិនឃើញដោយភ្នែកទេនៅទីនេះព្រីនិងអ្នកដែលរស់នៅជាមួយគ្នាអស់ជាច្រើនសតវត្សរ៍ដោយមានកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយដែលគេហៅថាគូសន្ធិសញ្ញាស្ងាត់គូសន្ធិសញ្ញានេះមិនត្រូវបានសរសេរនៅលើក្រដាសទេប៉ុន្តែត្រូវបានឆ្លាក់ចូលទៅក្នុងដើមឈើបុរាណមួយដែលមានឈ្មោះថាដើមឈើពិភពលោកដែលឫសរបស់វាជាប់នឹងឋានក្រោមដីហើយមែករបស់វាប៉ះនឹងមែកលោកគ្រូសច្ចៈគឺជាឥសីម្នាក់ដែលមានវ័យច្រើនជាងដើមឈើពិភពលោកទៅទៀតលោកមានរូបរាងដូចបុរសចំណាស់ធម្មតាសក់ស្កូវវែងដល់ចង្កេះពុកចង្ការស្ដូចពុកហើយភ្នែករបស់លោកភ្លឺថ្លាដូចផ្កាយពេលយប់លោកស្លៀកពាក់សំពត់ពណ៌ស្ដែលហាក់ដូចជាធ្វើពីពន្លឺព្រះច័ន្ទហើយកាន់បូរីមួយដែលឆ្លាក់រូបសត្វទាំង12នៃរាសីចក្រលោកគឺជាអ្នករក្សាទល់ឲ្យភាពនៃដែនដីអាគមសម្បូរជាអ្នកសម្របសម្រួលរវាងព្រីនិងអ្នកតានិងជាអ្នកដែលមានប្រាជ្ញាវិសេសវិសាលបំផុតក្នុងចំណោមពួកគេទាំងអស់នៅម្ខាងទៀតនៃសមរភូមិមានព្រីវ័យក្មេងម្នាក់ឈ្មោះរុទ្ធៈដែលមានកម្លាំងខ្លាំងជាងព្រីឯទៀតរុទ្ធៈមានស្បែកក្រហមដូចភ្លើងភ្នែកពណ៌មាសដូចព្រះអាទិត្យរះនិងស្នែងពីរដែលវិលជារង្វង់ដូចខ្យងគាត់ជាមេតបនៃកងព្រីទាំង7ក្រុមហើយមានមហិច្ឆតាចង់ដណ្ដើមយកដែនដីអាគមសម្បូរទាំងមូលមកធ្វើជានគរព្រីគាត់ជឿថាអ្នកតាជាពួកដែលទន់ខ្សោយមិនសមនឹងរស់នៅក្នុងទឹកដីដ៏មានអានុភាពនេះទេផ្ទុយទៅវិញអ្នកតាទាំង7នាក់ដែលដឹកនាំដោយអ្នកតាអរុណគឺជាក្រុមអ្នកការពារទឹកដីដែលមានអាយុចាស់ជាងគេអ្នកតាអរុណមានរូបរាងដូចមនុស្សចំណាស់ដែលមានស្បែកពណ៌បៃតងដូចស្លែភ្នែកពណ៌ខៀវដូចមេឃនិងពុកមាត់វែងដល់ដីគាត់កាន់ដំបងវេទមន្តធ្វើពីឈើគីដែលមានអាយុ1000ឆ្នាំហើយនៅចុងដំបងនោះមានគ្រីស្តាល់ពណ៌ស្វាយដែលភ្លឺចាំងពេញមួយយប់អ្នកតាអរុណជឿថាដែនដីអាគមសម្បូរជាកន្លែងពិសិដ្ឋដែលត្រូវតែរក្សាឲ្យនៅដដែលហើយព្រីទាំងឡាយគឺជាអ្នកឈ្លានពានដែលមិនគោរពច្បាប់បុរាណជម្លោះរវាងភាគីទាំងពីរបានចាប់ផ្ដើមពីរឿងតូចតាចមួយព្រីរុទ្ធៈបានបញ្ជាឲ្យព្រីក្រោមបង្គាប់របស់គាត់កាប់ដើមឈើពិភពលោកដើម្បីយកឈើទៅសង់ប្រាសាទថ្មីមួយសម្រាប់គាត់អ្នកតាអរុណបានឮដំណឹងនេះហើយក៏ប្រញាប់ទៅទប់ស្កាត់ប៉ុន្តែព្រីទាំងនោះមិនព្រមស្ដាប់ទេពួកគេបាននិយាយថាដើមឈើនេះជាកម្មសិទ្ធិរបស់អ្នកណាដែលមានកម្លាំងខ្លាំងជាងគេហើយពួកគេមិនខ្លាចអ្នកតាចាស់ទាំងនោះទេលោកគ្រូសច្ចៈបានដឹងរឿងនេះហើយក៏ប្រញាប់មកដល់កន្លែងកើតហេតុលោកឈរនៅចន្លោះព្រីនិងអ្នកតាលើកបូរីឡើងលើមេឃហើយមានពន្លឺពណ៌មាសបានសាយភាយចេញពីបូរីនោះពន្លឺនេះបានធ្វើឲ្យអ្នកទាំងអស់គ្នានៅស្ងៀមហើយសម្លឹងមកលោកដោយការគោរពកូនទាំងអស់គ្នាលោកគ្រូសច្ចៈបាននិយាយដោយសំឡេងដែលហាក់ដូចជាមកពីទីឆ្ងាយដើមឈើពិភពលោកនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយវាជាស្ពានភ្ជាប់រវាងពិភពទាំង3គឺឋានមនុស្សឋានព្រីនិងឋានអ្នកតាបើអ្នកកាប់វាអ្នកនឹងបំផ្លាញទល់ឲ្យភាពនៃដែនដីទាំងមូលព្រីរុទ្ធៈបានមកក្បាលដោយមិនពេញចិត្តលោកគ្រូគាត់បាននិយាយដោយសំឡេងក្រហមដូចផ្គរយើងគោរពលោកណាស់ប៉ុន្តែយើងមិនអាចរស់នៅក្នុងភាពក្រីក្របានទៀតទេពួកយើងត្រូវការផ្ទះធំត្រូវការកន្លែងសម្រាប់កូនចៅយើងអ្នកតាទាំងនេះកាន់កាប់ដីធ្លីច្រើនពេកហើយមិនចេះចែករំលែកទេអ្នកតាអរុណបានឆ្លើយតបវិញដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែមុតមមពួកយើងមិនបានកាន់កាប់ដីធ្លីទេពួកយើងគ្រាន់តែការពារវាប៉ុណ្ណោះដែនដីអាគមសម្បូរជាទឹកដីពិសិដ្ឋដែលបុព្វបុរសយើងបានបន្សល់ទុកយើងមិនអាចឲ្យព្រីមកបំផ្លាញវាបានទេលោកគ្រូសច្ចៈបានដកដង្ហើមធំហើយបន្តណែនាំពួកគេទៀតបើអ្នកចង់បានផ្ទះធំចូលរកសាងវាដោយដៃរបស់អ្នកផ្ទាល់កុំបំផ្លាញអ្វីដែលអ្នកដទៃបានកសាងបើអ្នកចង់បានដីធ្លីចូលសុំដោយសន្តិវិធីកុំឆក់យកដោយកម្លាំងច្បាប់នៃដែនដីនេះគឺសាមញ្ញធ្វើដូចម្ដេចឲ្យអ្នកដទៃរស់នៅបានសុខស្រួលនោះអ្នកនឹងបានសុខស្រួលដែរប៉ុន្តែពាក្យណែនាំរបស់លោកគ្រូសច្ចៈហាក់ដូចជាធ្លាក់លើត្រចៀកថ្លង់ព្រីរុទ្ធៈបានងាកទៅរកព្រីឯទៀតហើយស្រែកឡើងថាពួកយើងមិនត្រូវការដំបូន្មានពីឥសីចាស់ទេពួកយើងត្រូវការសកម្មភាពប្រសិនបើអ្នកតាមិនព្រមចែកដីឲ្យយើងទេយើងនឹងយកវាដោយកម្លាំងពាក្យទាំងនេះបានធ្វើឲ្យអ្នកតាអរុណនិងអ្នកតាឯទៀតមានកំហឹងអ្នកតាអរុណបានលើកដំបងវេទមន្តរបស់គាត់ឡើងហើយស្រែកថាបើព្រីទាំងនេះមិនព្រមស្ដាប់សម្ដីសន្តិវិធីទេយើងនឹងបង្រៀនពួកវាឲ្យដឹងពីអំណាចនៃអ្នកតាលោកគ្រូសច្ចៈបានព្យាយាមទប់ស្កាត់ម្ដងទៀតលោកបានលើកបូរីឡើងលើមេឃហើយបញ្ចេញពន្លឺពណ៌ស្ដែលគ្រប់ដណ្ដប់លើអ្នកទាំងអស់គ្នាពន្លឺនេះបានធ្វើឲ្យអាវុធទាំងអស់ធ្លាក់ចុះមកដីហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ស្ងប់ស្ងាត់មួយភ្លែត
សូមស្ដាប់ខ្ញុំម្ដងទៀតលោកគ្រូស្ចាក់បាននិយាយដោយសំឡេងដ៏ទន់ភ្លន់ប៉ុន្តែពោពេញដោយអំណាចសង្គ្រាមនេះនឹងនាំមកនូវការបំផ្លិចបំផ្លាញទាំងសងខាងគ្មានអ្នកណាឈ្នះទេទឹកដីនេះនឹងក្លាយជាទីបញ្ចុះសពសម្រាប់ទាំងព្រីនិងអ្នកតាចូលគិតអំពីកូនចៅរបស់អ្នកអំពីអនាគតរបស់ពួកគេតើអ្នកចង់ឲ្យពួកគេធំឡើងក្នុងពិភពនៃការស្អប់ខ្ពើមនិងការសងសឹកទេព្រីរដ្ឋបានគ្រវីក្បាលដោយកំហឹងលោកគ្រូយើងគោរពលោកប៉ុន្តែយើងមិនអាចរងចាំបានទៀតទេយើងបានរងចាំរាប់រយឆ្នាំហើយគ្មានអ្វីផ្លាស់ប្ដូរទេពេលវេលានៃការផ្លាស់ប្ដូរបានមកដល់ហើយគាត់បានលើកដៃឡើងហើយបង្កើតជាគ្រាប់ភ្លើងដ៏ធំមួយនៅលើបាតដៃគ្រាប់ភ្លើងនេះមានពន្លឺក្រហមឆ្អៅហើយកម្ដៅរបស់វាបានធ្វើឲ្យស្លឹកឈើជុំវិញនោះក្រៀមស្វិតអ្នកតាអារុនក៏បានលើកដំបងវេទមន្តរបស់គាត់ឡើងហើយបង្កើតជាខែពណ៌ខៀវដែលគ្រប់ដណ្ដប់អ្នកតាទាំងអស់គ្នាលោកគ្រូស្ចាក់បានដឹងថាលោកមិនអាចបញ្ឈប់ពួកគេបានទៀតទេលោកបានដកដង្ហើមធំហើយនិយាយដោយសំឡេងសោកសៅថាបើអ្នកទាំងអស់គ្នាសម្រេចចិត្តប្រយុទ្ធខ្ញុំមិនអាចហាមឃាត់បានទេប៉ុន្តែសូមចងចាំថារាល់សកម្មភាពដែលអ្នកធ្វើនឹងមានផលវិបាកដល់អ្នកខ្ញុំនឹងឈរនៅទីនេះហើយមើលបើអ្នកណាម្នាក់ចង់បញ្ឈប់សង្គ្រាមនេះខ្ញុំនៅទីនេះដើម្បីជួយព្រីរដ្ឋបានបាញ់គ្រាប់ភ្លើងទៅលើអ្នកតាហើយអ្នកតាអារុនក៏បានបញ្ចេញពន្លឺពណ៌ខៀវចេញពីដំបងវេទមន្តរបស់គាត់ទៅវិញពន្លឺទាំងពីរបានបុកគ្នានៅលើមេឃហើយបង្កើតជាពន្លឺដ៏ភ្លឺស្វាងមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាត្រូវបិទភ្នែកពេលដែលពន្លឺបានរសាយទៅព្រីនិងអ្នកតាទាំងអស់បានចាប់ផ្ដើមប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅសង្គ្រាមដ៏ធំបានផ្ទុះឡើងនៅក្នុងដែនដីអាគមសម្បូរព្រីបានប្រើអំណាចភ្លើងខ្យល់និងទឹកខណៈពេលដែលអ្នកតាប្រើអំណាចនៃផែនដីពន្លឺនិងព្រះច័ន្ទដើមឈើត្រូវបានដុតបំផ្លាញទន្លេត្រូវបានបង្វែរទិសហើយភ្នំត្រូវបានបំបែកជាបំណែកសត្វទាំងអស់នៅក្នុងដែនដីនោះបានរត់គេចខ្លួនហើយបក្សីបានឈប់ច្រៀងលោកគ្រូស្ចាក់ឈរមើលការបំផ្លិចបំផ្លាញនេះដោយភ្នែកពោពេញទៅដោយទឹកភ្នែកលោកបានឃើញព្រីវ័យក្មេងម្នាក់ត្រូវបានអ្នកតាចាស់ម្នាក់បាញ់ធ្លាក់ពីលើមេឃហើយឃើញអ្នកតាវ័យក្មេងម្នាក់ត្រូវបានព្រីចាប់យកទៅលោកបានឃើញការឈឺចាប់ការស្លាប់និងការបំផ្លិចបំផ្លាញដែលកើតឡើងចំពោះទាំងសងខាងអូលោកគ្រូស្ចាក់បានស្រែកឡើងដោយសំឡេងដ៏ខ្លាំងមួយដែលបានធ្វើឲ្យអ្នកទាំងអស់គ្នានៅស្ងៀមមួយភ្លែតមើលអ្វីដែលអ្នកបានធ្វើមើលអ្វីដែលអ្នកបានបង្កើតនេះមិនមែនជាជ័យជំនះទេនេះជាការបរាជ័យសម្រាប់អ្នកទាំងអស់គ្នាព្រីរដ្ឋនិងអ្នកតាអារុនបានងាកមកមើលលោកគ្រូស្ចាក់មុខរបស់ពួកគេបានបង្ហាញពីភាពនឿយហត់និងការសោកស្ដាយពួកគេបានឃើញថាសង្គ្រាមនេះមិនបាននាំមកនូវអ្វីក្រៅពីការបំផ្លិចបំផ្លាញនោះទេប៉ុន្តែមោទនភាពរបស់ពួកគេនៅតែរារាំងពួកគេមិនឲ្យបញ្ឈប់ព្រីរដ្ឋបានស្រែកថាយើងមិនអាចបញ្ឈប់បានទេបើយើងបញ្ឈប់អ្នកតានឹងចាត់ទុកយើងជាអ្នកទុនខ្សោយអ្នកតាអារុនក៏បានស្រែកតបវិញថាបើយើងបញ្ឈប់ព្រីនឹងគិតថាយើងខ្លាចពួកវាលោកគ្រូស្ចាក់បានមកក្បាលដោយសោកសៅមោទនភាពនិងការភ័យខ្លាចទាំងពីរនេះហើយដែលបំផ្លាញអ្នកមិនខ្លាចសេចក្តីស្លាប់ទេប៉ុន្តែអ្នកខ្លាចការបាត់បង់កិត្តិយសអ្នកមិនខ្លាចការឈឺចាប់ទេប៉ុន្តែអ្នកខ្លាចការចាញ់នេះហើយជាហេតុដែលអ្នកមិនអាចរកឃើញសន្តិភាពលោកបានដើរទៅមុខហើយឈរនៅកណ្ដាលសមរភូមិលោកបានលើកដៃឡើងលើមេឃហើយបូរីរបស់លោកបានចាប់ផ្ដើមវិលវង់ដោយខ្លួនឯងពន្លឺពណ៌មាសបានសាយភីចេញពីបូរីនោះហើយបានគ្រប់ដណ្ដប់លើសមរភូមិទាំងមូលពន្លឺនេះមិនក្តៅឬត្រជាក់ទេវាគ្រាន់តែជាពន្លឺដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍សន្តិភាពខ្ញុំនឹងបង្ហាញអ្នកនៅអ្វីដែលអ្នកកំពុងប្រយុទ្ធលោកគ្រូស្ចាក់បាននិយាយខ្ញុំនឹងបង្ហាញអ្នកពីអនាគតដែលអ្នកកំពុងបង្កើតពន្លឺពណ៌មាសបានផ្លាស់ប្ដូរទៅជារូបភាពនៅលើមេឃអ្នកទាំងអស់គ្នាបានឃើញដែនដីអាគមសម្បូរដែលត្រូវបានបំផ្លាញទាំងស្រុងគ្មានដើមឈើគ្មានទន្លេគ្មានភ្នំគ្មានព្រីគ្មានអ្នកតាមានតែភេសនិងធូលីប៉ុណ្ណោះបន្ទាប់មករូបភាពបានផ្លាស់ប្ដូរទៅជាពិភពមួយដែលព្រីនិងអ្នកដែលរស់នៅជាមួយគ្នាដោយសន្តិភាពពួកគេបានសាងសង់ផ្ទះជាមួយគ្នាដាំដំណាំជាមួយគ្នានិងចិញ្ចឹមកូនចៅជាមួយគ្នានេះជាជម្រើសរបស់អ្នកលោកគ្រូស្ចាក់បាននិយាយអ្នកអាចជ្រើសរើសយកផ្លូវណាមួយប៉ុន្តែសូមចងចាំថាអ្នកមិនមែនជាសត្រូវរបស់គ្នាទេអ្នកគ្រាន់តែជាមនុស្សដែលមានទស្សនៈខុសគ្នាប៉ុណ្ណោះអ្នកទាំងអស់គ្នាចង់បានរឿងដូចគ្នាគឺសន្តិភាពសុវត្ថិភាពនិងអនាគតសម្រាប់កូនចៅរបស់អ្នកគ្រាន់តែមិនដឹងពីរបៀបដើម្បីសម្រេចវាព្រីរដ្ឋបានទម្លាក់អាវុធរបស់គាត់ចុះគាត់បានក្រឡេកមើលអ្នកតាអារុនហើយឃើញថាអ្នកតាអារុនក៏កំពុងសម្លឹងមកគាត់ដែរភ្នែករបស់ពួកគេបានជួបគ្នាហើយជាលើកដំបូងពួកគេបានឃើញអ្វីមួយក្រៅពីសត្រូវពួកគេបានឃើញមនុស្សម្នាក់ទៀតដែលកំពុងរងទុក្ខដូចគ្នាដែលកំពុងភ័យខ្លាចដូចគ្នាដែលកំពុងសង្ឃឹមដូចគ្នាអ្នកតាអារុនបានទម្លាក់ដំបងវេទមន្តរបស់គាត់ចុះខ្ញុំសុំទោសគាត់បាននិយាយដោយសំឡេងស្អប់ខ្ញុំគួរតែស្ដាប់លោកគ្រូតាំងពីដំបូងមកព្រីរដ្ឋក៏បាននិយាយថាខ្ញុំក៏សុំទោសដែរខ្ញុំគិតថាកម្លាំងជាចម្លើយចំពោះអ្វីទាំងអស់ប៉ុន្តែខ្ញុំខុសលោកគ្រូស្ចាក់បានញឹមដោយក្តីសង្ឃឹមការសុំទោសគឺជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពប៉ុន្តែការសុំទោសតែម្នាក់ឯងមិនគ្រប់គ្រាន់ទេ
អ្នកត្រូវតែធ្វើសកម្មភាពដើម្បីផ្លាស់ប្ដូរអ្នកត្រូវតែសាងឡើងវិញនូវអ្វីដែលអ្នកបានបំផ្លាញព្រីនិងអ្នកតាបានចាប់ផ្ដើមធ្វើការជាមួយគ្នាដើម្បីស្ដារដែនដីអាគមសម្បូរឡើងវិញពួកគេបានដាំដើមឈើថ្មីជួសជុលទន្លេនិងសាងសង់ផ្ទះថ្មីសម្រាប់អ្នកដែលបាត់បង់ផ្ទះពួកគេបានរៀនពីគ្នាទៅវិញទៅមកហើយបានរកឃើញថាពួកគេមានរឿងជាច្រើនដូចគ្នាព្រីបានបង្រៀនអ្នកតាអំពីអំណាចនៃភ្លើងនិងខ្យល់ហើយអ្នកតាបានបង្រៀនព្រីអំពីអំណាចនៃផែនដីនិងទឹកពួកគេបានរកឃើញថានៅពេលដែលអំណាចទាំងអស់នេះត្រូវបានបញ្ចូលគ្នាពួកគេអាចបង្កើតអ្វីដែលអស្ចារ្យជាងអ្វីដែលពួកគេអាចបង្កើតតែម្នាក់ឯងបានលោកគ្រូស្ចាក់បានមើលការងារនេះដោយភ្នែកពោពេញដោយក្តីរីករាយលោកបានឃើញថាដែនដីអាគមសម្បូរកំពុងតែរស់ឡើងវិញហើយវាកាន់តែស្រស់ស្អាតជាងមុនលោកបានឃើញថាព្រីនិងអ្នកតាបានក្លាយជាមិត្តភក្តិហើយថាពួកគេបានរៀនគោរពគ្នាទៅវិញទៅមកនៅថ្ងៃមួយលោកគ្រូស្ចាក់បានកោះប្រជុំអ្នកទាំងអស់គ្នានៅក្រោមដើមឈើពិភពលោកថ្មីដែលពួកគេបានដាំដើមឈើនេះនៅតូចនៅឡើយប៉ុន្តែវាបានរីកលូតលាស់យ៉ាងឆាប់រហ័សដោយសារតែអំណាចរួមគ្នារបស់ព្រីនិងអ្នកតាកូនទាំងអស់គ្នាលោកគ្រូស្ចាក់បាននិយាយខ្ញុំមានមោទនភាពចំពោះអ្នកណាស់អ្នកបានបង្ហាញថាអ្នកអាចផ្លាស់ប្ដូរបានអ្នកបានបង្ហាញថាសន្តិភាពគឺអាចទៅរួចប៉ុន្តែខ្ញុំចង់ឲ្យអ្នកចងចាំរឿងមួយសន្តិភាពមិនមែនជាគោលដៅដែលអ្នកឈានដល់ម្ដងហើយភ្លេចនោះទេសន្តិភាពគឺជាដំណើរការដែលអ្នកត្រូវតែបន្តធ្វើជារៀងរាល់ថ្ងៃអ្នកត្រូវតែបន្តនិយាយគ្នាបន្តស្ដាប់គ្នានិងបន្តគោរពគ្នាព្រីរុទ្ធបានងក់ក្បាលខ្ញុំយល់ហើយលោកគ្រូខ្ញុំបានរៀនថាកម្លាំងពិតប្រាកដមិនមែនមកពីការបំផ្លាញអ្នកដទៃទេប៉ុន្តែមកពីការកសាងជាមួយអ្នកដទៃអ្នកតាអរុនក៏បាននិយាយថាខ្ញុំក៏បានរៀនដែរថាការការពារមិនមែនមានន័យថាបិទទ្វារចំពោះអ្នកដទៃនោះទេការការពារពិតប្រាកដគឺការបើកទ្វារឲ្យអញ្ជើញអ្នកដទៃឲ្យចូលមកជួយការពារជាមួយគ្នាលោកគ្រូស្ចាក់បានញឹមហើយលើកបូរីរបស់លោកឡើងខ្ញុំសូមប្រគល់បូរីនេះឲ្យអ្នកទាំងអស់គ្នាលោកបាននិយាយវាជានិមិត្តរូបនៃតុល្យភាពខ្ញុំជឿថាអ្នកអាចរក្សាតុល្យភាពនេះបានដោយគ្មានខ្ញុំអ្នកទាំងអស់គ្នាបានភ្ញាក់ផ្អើលលោកគ្រូលោកនឹងទៅណាពួកគេបានសួរខ្ញុំនឹងទៅកន្លែងដែលខ្ញុំត្រូវទៅលោកគ្រូស្ចាក់បានឆ្លើយមានដែនដីផ្សេងទៀតដែលត្រូវការតុល្យភាពមានព្រីនិងអ្នកតាផ្សេងទៀតដែលត្រូវការការណែនាំប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញម្ដងម្កាលដើម្បីមើលថាអ្នកកំពុងធ្វើអ្វីខ្លះលោកគ្រូស្ចាក់បានបាត់ខ្លួនទៅក្នុងពន្លឺពណ៌មាសដោយបន្សល់ទុកតែបូរីនៅលើដីព្រីនិងអ្នកតាបានឈរមើលកន្លែងដែលលោកឈរកាលពីមុនហើយមានអារម្មណ៍ថាពួកគេបានបាត់បង់អ្វីដ៏មានតម្លៃមួយប៉ុន្តែពួកគេបានដឹងថាអ្វីដែលពិតជាមានតម្លៃនោះគឺអ្វីដែលលោកគ្រូស្ចាក់បានបន្សល់ទុកនៅក្នុងចិត្តរបស់ពួកគេមេរៀនអំពីសន្តិភាពការគោរពនិងការយល់ដឹងពួកគេបានលើកបូរីឡើងហើយដាក់វានៅលើកំពូលភ្នំខ្ពស់បំផុតនៃដែនដីអាគមសម្បូរដើម្បីឲ្យវាភ្លឺចាំងពេញទឹកដីទាំងមូលបូរីនេះបានក្លាយជានិមិត្តរូបនៃសន្តិភាពរបស់ពួកគេជាការរំលឹកថាបើទោះបីជាពួកគេខុសគ្នាក៏ដោយក៏ពួកគេអាចរស់នៅជាមួយគ្នាដោយសុខសាន្តរាប់ឆ្នាំកន្លងទៅដែនដីអាគមសម្បូរបានក្លាយជាគំរូមួយសម្រាប់ដែនដីផ្ទៃទៀតព្រីនិងអ្នកតាពីកន្លែងឆ្ងាយបានមកសិក្សាពីរបៀបដែលពួកគេអាចរស់នៅជាមួយគ្នាដោយសន្តិភាពកុមារព្រីនិងអ្នកតាបានធំឡើងជាមួយគ្នាដោយមិនដឹងពីការស្អប់ខ្ពើមដែលបានបំបែកឪពុកម្ដាយរបស់ពួកគេកាលពីមុនហើយម្ដុំម្កាលនៅពេលដែលព្រះច័ន្ទពេញវងមនុស្សខ្លះបានអះអាងថាពួកគេបានឃើញបុរសចំណាស់ម្នាក់ដែលមានសក់ស្កូវវែងនិងភ្នែកភ្លឺថ្លាដូចផ្កាយឈរនៅក្រោមដើមឈើពិភពលោកហើយញឹមមើលពួកគេបាននិយាយថាលោកគ្រូស្ចាក់នៅតែមើលថែរក្សាដែនដីរបស់ពួកគេហើយថាលោកនឹងត្រឡប់មកវិញនៅពេលដែលត្រូវការប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺថាមេរៀនដែលលោកគ្រូស្ចាក់បានបង្រៀនបានរស់នៅក្នុងចិត្តរបស់ពួកគេជារៀងរហូតពួកគេបានដឹងថាសន្តិភាពមិនមែនជាអ្វីដែលអ្នករកឃើញនោះទេប៉ុន្តែជាអ្វីដែលអ្នកបង្កើតហើយពួកគេបានបង្កើតវាដោយការជ្រើសរើសស្រឡាញ់ជំនួសឲ្យការស្អប់ការយល់ដឹងជំនួសឲ្យការវិនិច្ឆ័យនិងការសហការជំនួសឲ្យការប្រជែងគ្នាដូច្នេះហើយរឿងរ៉ាវនៃដែនដីអាគមសម្បូរបានក្លាយជារឿងព្រេងមួយដែលត្រូវបានគេនិទានប្រាប់គ្នាពីមួយជំនាន់ទៅមួយជំនាន់វាជារឿងរ៉ាវអំពីភាពល្ងង់ខ្លៅនៃសង្គ្រាមនិងភាពអស្ចារ្យនៃសន្តិភាពវាជារឿងរ៉ាវអំពីរបៀបដែលសូម្បីតែស្ត្រូវដ៏ជូរចត់បំផុតក៏អាចក្លាយជាមិត្តភក្តិបានប្រសិនបើពួកគេមានឆន្ទៈក្នុងការស្ដាប់និងរៀនហើយរាល់ពេលដែលព្រីឬអ្នកតាម្នាក់មានអារម្មណ៍ថាកំហឹងកំពុងតែកើតឡើងនៅក្នុងចិត្តរបស់ពួកគេនឹកចាំពីពាក្យរបស់លោកគ្រូស្ចាក់ដែលបានពោលថាដែនដីអាគមសម្បូរមិនមែនកើតឡើងដោយព្រីឬអ្នកតាទេតែវាកើតឡើងដោយសារចិត្តមនុស្សដែលជឿលើវាពេលវេលាបានកន្លងផុតទៅដូចជាទឹកទន្លេដែលហូរមិនដែលឈប់ដែនដីអាគមសម្បូរបានផ្លាស់ប្ដូររូបរាងពីមួយថ្ងៃទៅមួយថ្ងៃក្រោមការថែរក្សារួមគ្នារបស់ព្រីនិងអ្នកតាអ្វីដែលធ្លាប់ជាសមរភូមិដ៏ក្តៅគប់ឥឡូវនេះបានក្លាយជាសួនច្បារដ៏ស្រស់ស្អាតដែលមានផ្ការីកគ្រប់រដូវដើមឈើពិភពលោកថ្មីដែលពួកគេបានដាំជាមួយ
នាបានលូតលាស់យ៉ាងឆាប់រហ័សរហូតដល់មែករបស់វាបានប៉ះពុកហើយឫសរបស់វាបានជ្រាបចូលទៅក្នុងដីជ្រៅបំផុតប៉ុន្តែភាពស្ងប់ស្ងាត់នេះមិនមែនជាទីបញ្ចប់នៃរឿងរ៉ាវនោះទេព្រោះនៅក្នុងពិភពនៃអាគមគ្មានអ្វីដែលនៅស្ងៀមជារៀងរហូតនោះទេថ្ងៃមួយនៅពេលដែលព្រះអាទិត្យកំពុងរះឡើងពីផ្ទៃខាងកើតពន្លឺពណ៌មាសបានចាំងមកលើដែនដីអាគមសម្បូរហើយបានបំភ្លឺលើអ្វីមួយដែលចម្លែកនៅចំកណ្ដាលទីលានធំវាជាដុំគ្រីស្តាល់ដ៏ធំមួយដែលមានពន្លឺពណ៌ស្វាយចេញពីខាងក្នុងគ្មាននរណាម្នាក់ដឹងថាវាមកពីណាទេព្រោះយប់មិញនៅឡើយទីលាននោះនៅតែស្អាតព្រីនិងអ្នកតាបានមកជុំគ្នាជុំវិញគ្រីស្តាល់នេះដោយក្តីចង់ដឹងនិងការភ្ញាក់ផ្អើលព្រីរុទ្ធៈដែលឥឡូវនេះបានក្លាយជាមេដឹកនាំដ៏ឈ្លាសវៃម្នាក់បានដើរទៅជិតគ្រីស្តាល់នោះសក់របស់គាត់បានប្រែពីពណ៌ក្រហមទៅជាពណ៌មាសបន្តិចហើយភ្នែករបស់គាត់លែងមានភាពកាចសាហាវដូចមុនទៀតហើយគាត់បានលើកដៃឡើងប៉ះលើផ្ទៃគ្រីស្តាល់ហើយស្រាប់តែពន្លឺពណ៌ស្វាយបានបញ្ចេញរស្មីយ៉ាងខ្លាំងធ្វើឲ្យអ្នកទាំងអស់គ្នាត្រូវបិទភ្នែកពេលដែលពួកគេបើកភ្នែកឡើងវិញពួកគេបានឃើញរូបភាពមួយនៅខាងក្នុងគ្រីស្តាល់វាជារូបភាពនៃដែនដីមួយទៀតដែលពួកគេមិនធ្លាប់ឃើញពីមុនមកទឹកដីនោះមានភ្នំភ្លើងដ៏ធំ3ដែលកំពុងផ្ទុះឡើងជាប្រចាំផ្ទៃមេឃពណ៌ក្រហមឆ្អៅដូចភ្លើងឆេះហើយដីគឺជាកំអែលភ្នំភ្លើងដែលកំពុងហូរនៅលើទឹកដីនោះមានព្រីជាច្រើនដែលមានរូបរាងខុសពីព្រីនៅដែនដីអាគមសម្បូរពួកវាមានស្បែកខ្មៅដូចធ្យូងភ្នែកក្រហមដូចភ្លើងហើយមានស្លាបដ៏ធំសម្បើមដែលធ្វើពីផ្សែងពួកវាកំពុងប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅដោយមិនមានអ្នកណាម្នាក់ឈប់ឡើយក្នុងចំណោមពួកវាមានព្រីមួយដែលធំជាងគេមានស្នែង3ហើយកាន់ដាវភ្លើងដ៏ធំមួយវាកំពុងស្រែកបញ្ជាព្រីឯទៀតហើយកំពុងសម្លឹងមើលទៅក្រៅគ្រីស្តាល់ដូចជាវាអាចមើលឃើញពួកគេអ្នកតាអារ៉ុនដែលឥឡូវនេះមានវ័យកាន់តែចាស់ប៉ុន្តែនៅតែមានភ្នែកភ្លឺថ្លាបាននិយាយដោយសំឡេងញាប់ញ័រថានេះគឺជាដែនដីនរកភ្លើងខ្ញុំបានឮអំពីវាពីបុព្វបុរសរបស់ខ្ញុំវាជាដែនដីដែលត្រូវបានបណ្ដាសាដោយអាគមខ្មៅតាំងពីបុរាណកាលមកគ្មានអ្នកណាហ៊ានទៅជិតវាទេព្រោះវាជាកន្លែងដែលព្រាយអាក្រក់បំផុតរស់នៅព្រាយរុទ្ធៈបានមកក្បាលដោយការគិតប៉ុន្តែហេតុអ្វីបានជាគ្រីស្តាល់នេះបង្ហាញរូបភាពនោះដល់យើងតើវាជាការព្រមានឬជាការអញ្ជើញគាត់បានសួរគ្មាននរណាម្នាក់អាចឆ្លើយសំណួរនេះបានទេពួកគេបានឈរមើលគ្រីស្តាល់នោះមួយសន្ទុះរហូតដល់ពន្លឺពណ៌ស្វាយបានរសាយទៅវិញហើយរូបភាពក៏បាត់ទៅគ្រីស្តាល់បានคล้ายទៅជាដុំថ្មធម្មតាវិញគ្មានពន្លឺអ្វីឡើយពួកគេបានព្យាយាមប៉ះវានិយាយជាមួយវាប៉ុន្តែវាមិនមានប្រតិកម្មអ្វីទៀតឡើយនៅយប់នោះព្រាយរុទ្ធៈមិនអាចដេកលក់បានឡើយគាត់បានគិតអំពីរូបភាពដែលគាត់បានឃើញនៅក្នុងគ្រីស្តាល់គាត់បានឃើញព្រាយដែលកំពុងរងទុក្ខកំពុងប្រយុទ្ធគ្នានិងកំពុងស្លាប់គាត់មានអារម្មណ៍ថាគាត់មានកាតព្វកិច្ចអ្វីមួយចំពោះពួកគេទោះបីជាពួកគេជាព្រាយពីដែនដីផ្សេងក៏ដោយគាត់បានរំលឹកពីពាក្យរបស់លោកគ្រូសច្ចៈដែលបានពោលថាគ្រប់ដែនដីសុទ្ធតែមានទំនាក់ទំនងគ្នាអ្វីដែលកើតឡើងក្នុងដែនដីមួយអាចប៉ះពាល់ដល់ដែនដីផ្សេងទៀតនៅព្រឹកបន្ទាប់ព្រាយរុទ្ធៈបានកោះប្រជុំអ្នកទាំងអស់គ្នានៅក្រោមដើមឈើពិភពលោកខ្ញុំមានអារម្មណ៍ថាយើងត្រូវតែធ្វើអ្វីមួយគាត់បាននិយាយគ្រីស្តាល់នេះមិនបានមកដោយចៃដន្យទេវាបានមកដើម្បីបង្ហាញយើងពីអ្វីមួយដែលយើងត្រូវដឹងអ្នកតាអារ៉ុនបានមកក្បាលយ៉ាងយឺតខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នដែនដីនរកភ្លើងគឺគ្រោះថ្នាក់ណាស់បើយើងទៅទីនោះយើងអាចនឹងមិនអាចត្រឡប់មកវិញបានទេព្រាយវ័យក្មេងម្នាក់ឈ្មោះវិជ័យដែលជាកូនរបស់ព្រាយរុទ្ធៈបានដើរទៅមុខវិជ័យមានអាយុត្រឹមតែ50ឆ្នាំប៉ុណ្ណោះដែលជាវ័យក្មេងណាស់សម្រាប់ព្រាយគាត់មានស្បែកពណ៌មាសភ្នែកពណ៌បៃតងនិងស្នែងតូចពីរដែលទើបតែចាប់ផ្ដើមដុះខ្ញុំសុខចិត្តទៅគាត់បាននិយាយដោយសំឡេងមុតមមខ្ញុំនៅក្មេងហើយខ្ញុំមានកម្លាំងច្រើនបើមានអ្វីកើតឡើងខ្ញុំអាចរត់គេចបានព្រាយរុទ្ធៈបានក្រឡេកមើលកូនប្រុសរបស់គាត់ដោយក្តីបារម្ភប៉ុន្តែគាត់បានដឹងថាវិជ័យមានចិត្តក្លាហាននិងប្រាជ្ញាវ័យក្មេងល្អណាស់គាត់បាននិយាយប៉ុន្តែអ្នកមិនត្រូវទៅតែម្នាក់ឯងទេអ្នកត្រូវការអ្នកដែលមានបទពិសោធន៍អ្នកតាវ័យក្មេងម្នាក់ឈ្មោះសូរិយាដែលជាកូនស្រីរបស់អ្នកតាអារ៉ុនក៏បានដើរទៅមុខដែរសូរិយាមានស្បែកពណ៌បៃតងស្រាលភ្នែកពណ៌ស្វាយហើយសក់របស់នាងមានពណ៌ប្រាក់ដូចពន្លឺព្រះច័ន្ទនាងមានអាយុជាង100ឆ្នាំដែលជាអាយុក្មេងសម្រាប់អ្នកតាខ្ញុំក៏នឹងទៅដែរនាងបាននិយាយខ្ញុំចេះអំណាចនៃពន្លឺដែលអាចការពារយើងពីគ្រោះថ្នាក់បានព្រាយរុទ្ធៈនិងអ្នកតាអារ៉ុនបានក្រឡេកមើលគ្នាពួកគេបានឃើញការបដិញ្ញាចិត្តនៅក្នុងភ្នែករបស់កូនរបស់ពួកគេបានដឹងថាពួកគេមិនអាចបញ្ឈប់ពួកគេបានទេហើយថាពួកគេត្រូវតែអនុញ្ញាតឲ្យពួកគេទៅប៉ុន្តែជាមួយនឹងការរៀបចំដ៏ល្អបំផុតពួកគេបានចំណាយពេល3ថ្ងៃដើម្បីរៀបចំដំណើររបស់វិជ័យនិងសូរិយាព្រាយនិងអ្នកតាបានផ្ដល់ឲ្យពួកគេនូវអាវុធគ្រឿងអាគមនិងចំណេះដឹងដែលពួកគេមានវិជ័យបានទទួលដាវភ្លើងដែលធ្វើពីស្នែងរបស់ឪពុកគាត់ដែលមានអំណាចកាត់បានគ្រប់អ្វីទាំងអស់សូរិយាបានទទួលដំបងវេទមន្តតូចមួយដែលធ្វើពីឈើគីពីដើមឈើពិភពលោកដែលមានអំណាចការពារពីអាគមខ្មៅនៅថ្ងៃចេញដំណើរអ្នកទាំងអស់គ្នាបានមកជួបជុំគ្នានៅទីលានធំគ្រីស្តាល់ដែលបានបង្ហាញរូបភាពនោះ
ឥឡូវនេះបានคล้ายទៅជាច្រកទ្វារមួយដោយមានពន្លឺពណ៌ស្វាយវិលវងនៅខាងក្នុងវិជ័យនិងសូរិយាបានឈរនៅមុខច្រកទ្វារនេះដោយកាន់ដៃគ្នាកូនឲ្យព្រីរុទ្ធបាននិយាយដោយសំឡេងស្អប់ត្រូវប្រុងប្រយ័ត្នណាស់ចាំថាមិនត្រូវប្រើកម្លាំងជាមធ្យោបាយដំបូងឡើយត្រូវស្ដាប់និងរៀនជាមុនសិនបើទៅពុកវិជ័យបានឆ្លើយខ្ញុំនឹងមិនភ្លេចពាក្យរបស់លោកគ្រូសច្ចៈទេអ្នកតាអារុនបានអបកូនស្រីរបស់គាត់កូនស្រីឲ្យត្រូវចាំថាពន្លឺពិតប្រាកដគឺនៅក្នុងចិត្តមិនមែននៅក្នុងដំបងវេទមន្តទេបើទៅពុកសូរិយាបានឆ្លើយដោយទឹកភ្នែកខ្ញុំនឹងត្រឡប់មកវិញពួកគេបានដើរចូលទៅក្នុងច្រកទ្វារហើយពន្លឺពណ៌ស្វាយបានលេបយកពួកគេទាំងស្រុងមួយផ្លែតក្រោយមកច្រកទ្វារបានបិទទៅហើយគ្រីស្ដាលក៏ត្រឡប់ទៅជាដុំថ្មធម្មតាវិញអ្នកដែលនៅសល់បានឈរស្ងៀមដោយអធិស្ឋានឲ្យអ្នកទាំងពីរមានសុវត្ថិភាពនៅម្ខាងទៀតនៃច្រកទ្វារវិជ័យនិងសូរិយាបានរកឃើញខ្លួនឯងនៅក្នុងពិភពដ៏គួរឲ្យភ័យខ្លាចមួយកម្ដៅគឺខ្លាំងណាស់រហូតដល់ពួកគេស្ទើរតែដកដង្ហើមមិនរួចផ្ទៃមេឃមានពណ៌ក្រហមឆ្អៅហើយមានផ្សែងខ្មៅគ្រប់ដណ្ដប់ស្ទើរតែគ្រប់ទីកន្លែងដីគឺជាកំអែលភ្នំភ្លើងដែលកំពុងហូរហើយមានព្រាយហើរពេញមេឃវិជ័យបានទាញដាវភ្លើងរបស់គាត់ចេញហើយសូរិយាបានលើកដំបងវេទមន្តរបស់នាងឡើងពួកគេបានដើរយឺតទៅមុខដោយព្យាយាមមិនឲ្យព្រាយណាមួយឃើញពួកគេប៉ុន្តែវាមិនងាយស្រួលនោះទេព្រោះព្រាយទាំងនោះមានភ្នែកមុតល្អិតហើយពួកវាអាចធំក្លិនអ្នកចម្លែកបានពីចម្ងាយស្រាប់តែមានព្រាយមួយបានប្រទះឃើញពួកគេហើយបានស្រែកឡើងដោយសំឡេងខ្លាំងព្រាយឯទៀតបានងាកមកសម្លឹងមើលពួកគេហើយចាប់ផ្ដើមហើរមករកពួកគេយ៉ាងលឿនវិជ័យបានលើកដាវរបស់គាត់ឡើងត្រៀមប្រយុទ្ធប៉ុន្តែសូរិយាបានចាប់ដៃគាត់យ៉ាងជិតកុំប្រយុទ្ធឡើយនាងបានខ្សឹបប្រាប់យើងត្រូវនិយាយជាមួយពួកវាជាមុនសិននាងបានលើកដំបងវេទមន្តរបស់នាងឡើងហើយបញ្ចេញពន្លឺពណ៌ស្ភ្លឺចេញពីចុងដំបងពន្លឺនេះមិនមែនជាពន្លឺនៃការវាយប្រហារទេប៉ុន្តែជាពន្លឺនៃសន្តិភាពដែលធ្វើឲ្យព្រាយទាំងនោះថយចុះល្បឿនហើយឈប់ហើរមកជិតពួកវាបានឈរនៅចម្ងាយប្រហែល10ម៉ែត្រហើយសម្លឹងមើលអ្នកទាំងពីរដោយការងឿងឆ្ងល់ព្រាយដែលធំជាងគេដែលមានស្នែង3បានដើរទៅមុខអ្នកជានរណាវាបានសួរដោយសំឡេងក្រហមដូចផ្គរហេតុអ្វីបានជាអ្នកចូលមកក្នុងដែនដីរបស់យើងវិជ័យបានដាក់ដាវរបស់គាត់ចុះហើយនិយាយដោយសំឡេងស្ងប់ស្ងាត់ថាយើងមកពីដែនដីអាគមសម្បូរយើងបានឃើញរូបភាពនៃដែនដីរបស់អ្នកតាមរយៈគ្រីស្តាល់មួយហើយយើងចង់ជួយព្រាយស្នែង3បានសើចចំអកជួយយើងមិនត្រូវការជំនួយពីអ្នកណាទេយើងខ្លាំងគ្រប់គ្រាន់ហើយប៉ុន្តែភ្នែករបស់វាបានបង្ហាញពីភាពនឿយហត់និងការអស់សង្ឃឹមសូរិយាបានដើរទៅមុខមួយជំហានយើងឃើញថាអ្នកកំពុងប្រយុទ្ធគ្នាយើងឃើញថាអ្នកកំពុងរងទុក្ខយើងមិនមែនមកដើម្បីវិនិច្ឆ័យអ្នកទេយើងមកដើម្បីរៀននិងដើម្បីជួយប្រសិនបើអាចព្រាយស្នែង3បានសម្លឹងមើលសូរិយាមួយសន្ទុះវាបានឃើញភាពស្មោះត្រង់នៅក្នុងភ្នែករបស់នាងហើយវាបានដកដង្ហើមធំមួយឈ្មោះខ្ញុំគឺអគ្នីវាបាននិយាយខ្ញុំជាមេដឹកនាំនៃព្រាយនរកភ្លើងយើងបានប្រយុទ្ធគ្នាអស់រយៈពេលជាង1000ឆ្នាំហើយយើងភ្លេចថាហេតុអ្វីបានជាយើងចាប់ផ្ដើមប្រយុទ្ធប៉ុន្តែយើងមិនអាចឈប់បានទេព្រោះបើយើងឈប់យើងនឹងចាញ់វិជ័យបានងក់ក្បាលដោយការយល់ដឹងខ្ញុំយល់ពីអារម្មណ៍នោះគាត់បាននិយាយឪពុកខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរសូរិយាបានអបអគ្នីផងដែរបើអ្នកត្រូវការជំនួយសូមគុំស្ទាក់ស្ទើរក្នុងការសុំយើងជាមិត្តភក្តិឥឡូវនេះហើយមិត្តភក្តិជួយគ្នាទៅវិញទៅមកពួកគេបានបើកច្រកទ្វារត្រឡប់ទៅដែនដីអាគមសម្បូរវិញដោយប្រើគ្រីស្ដាល់ដែលពួកគេបានយកមកជាមួយពន្លឺពណ៌ស្វាយបានលេបយកពួកគេម្ដងទៀតហើយមួយផ្លែតក្រោយមកពួកគេបានរកឃើញខ្លួនឯងនៅក្នុងទីលានធំនៃដែនដីអាគមសម្បូរព្រាយរុទ្ធនិងអ្នកតាអារុនបានរត់មកអបកូនរបស់ពួកគេដោយទឹកភ្នែកអ្នកត្រឡប់មកវិញហើយពួកគេបានស្រែកឡើងដោយក្តីរីករាយយើងបារម្ភណាស់វិជ័យបានញឹមយ៉ាងធំយើងបានធ្វើអ្វីដែលយើងត្រូវធ្វើយើងបានជួយព្រាយនរកភ្លើងឲ្យរកឃើញសន្តិភាពសូរិយាបានបន្ថែមថាពួកគេបានផ្លាស់ប្ដូរច្រើនណាស់ពួកគេឥឡូវនេះជាមិត្តរបស់យើងអ្នកទាំងអស់គ្នាបានអបអរសាទរការត្រឡប់មកវិញរបស់វិជ័យនិងសូរិយាពួកគេបានរៀបចំពិធីបុណ្យដ៏ធំមួយនៅក្រោមដើមឈើពិភពលោកដោយមានអាហារតន្ត្រីនិងការរាំព្រាយនិងអ្នកតាបានរាំជាមួយគ្នាហើយសើចជាមួយគ្នាដូចជាពួកគេធ្លាប់ជាមិត្តភក្តិតាំងពីដើមមកប៉ុន្តែនៅក្នុងចិត្តរបស់ព្រាយរុទ្ធមានការព្រួយបារម្ភមួយគាត់បានដឹងថាទម្វៈនៅតែនៅទីនោះហើយថាវាអាចនឹងត្រឡប់មកវិញដើម្បីសងសឹកគាត់បាននិយាយអំពីរឿងនេះជាមួយអ្នកតាអារុននៅពេលយប់ជ្រៅយើងត្រូវតែប្រុងប្រយ័ត្នព្រាយរុទ្ធបាននិយាយទម្វៈគឺជាព្រាយដ៏គ្រោះថ្នាក់វាមិនបោះបង់ចោលយ៉ាងនេះទេអ្នកតាអារុនបានងក់ក្បាលខ្ញុំយល់ស្របប៉ុន្តែយើងមិនអាចរស់នៅដោយការភ័យខ្លាចបានទេយើងត្រូវតែរៀបចំខ្លួនយើងហើយជឿជាក់ថាយើងអាចដោះស្រាយបញ្ហាណាមួយដែលកើតឡើងពួកគេបានសម្រេចចិត្តបង្កើតក្រុមអ្នកយាមដែលមានទាំងព្រាយនិងអ្នកតាដើម្បីការពារដែនដីអាគមសម្បូរពីការគំរាមកំហែងណាមួយពួកគេក៏បានបង្កើតប្រព័ន្ធទំនាក់ទំនងមួយជាមួយដែនដីនរកភ្លើងដើម្បីឲ្យពួកគេអាចប្រមានគ្នាទៅវិញទៅមកបានទាន់ពេលវេលា
ប៉ុន្មានសប្តាហ៍កន្លងទៅអ្វីហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែនៅយប់មួយនៅពេលដែលព្រះច័ន្ទត្រស្ថិតនៅចំកណ្ដាលមេឃមានពន្លឺពណ៌ក្រហមមួយបានភ្លឺឡើងនៅលើផ្ទៃខាងកើតព្រីរុទ្ធបានភ្ញាក់ឡើងភ្លាមហើយរត់ទៅកន្លែងដែលពន្លឺនោះចេញមកអ្នកតាអរុណនិងអ្នកដទៃទៀតក៏បានមកដល់ដែរពួកគេបានឃើញទម្វៈឈរនៅលើកំពូលភ្នំមួយដោយមានព្រីខ្មៅមួយក្រុមនៅពីក្រោយវាទម្វៈមានរូបរាងខុសពីមុនវាកាន់តែធំនិងគួរឲ្យខ្លាចជាងមុនហើយភ្នែករបស់វាបញ្ចេញពន្លឺពណ៌ក្រហមដូចភ្លើងព្រីរុទ្ធអ្នកតាអរុណទម្វៈបានស្រែកឡើងដោយសំឡេងដែលបន្លឺពេញដែនដីខ្ញុំបានត្រឡប់មកវិញដើម្បីយកអ្វីដែលជារបស់ខ្ញុំអ្នកបានបំផ្លាញដែនដីរបស់ខ្ញុំអ្នកបានបំផ្លាញអំណាចរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងបំផ្លាញអ្នកព្រីរុទ្ធបានដើរទៅមុខដោយស្ងប់ស្ងាត់ទម្វៈសូមស្ដាប់ខ្ញុំយើងមិនចង់ប្រយុទ្ធជាមួយអ្នកទេយើងចង់ជួយអ្នកនៅតែអាចផ្លាស់ប្ដូរបានទម្វៈបានសើចយ៉ាងខ្លាំងផ្លាស់ប្ដូរខ្ញុំមិនត្រូវការផ្លាស់ប្ដូរទេខ្ញុំគឺជាអ្វីដែលខ្ញុំគឺហើយអ្វីដែលខ្ញុំគឺជាព្រីដ៏ខ្លាំងពូកែបំផុតដែលធ្លាប់មានខ្ញុំនឹងបង្ហាញអ្នកពីអំណាចពិតប្រាកដវាបានលើកដៃឡើងហើយបង្កើតជាគ្រាប់ភ្លើងពណ៌ខ្មៅដ៏ធំមួយនៅលើមេឃគ្រាប់ភ្លើងនេះមានទំហំធំជាងភ្នំហើយវាកំពុងឆេះដោយភ្លើងពណ៌ខ្មៅដែលមើលទៅគួរឲ្យភ័យខ្លាចពន្លឺរបស់វាបានធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ត្រជាក់ទោះបីជាវាជាភ្លើងក៏ដោយវិជ័យនិងសូរិយាបានដើរទៅមុខឈរក្បែរឪពុករបស់ពួកគេយើងនឹងមិនអនុញ្ញាតឲ្យអ្នកបំផ្លាញដែនដីរបស់យើងទេវិជ័យបាននិយាយដោយសំឡេងមុតមមសូរិយាបានលើកដំបងវេទមន្តរបស់នាងឡើងយើងបានរៀនថាសន្តិភាពគឺខ្លាំងជាងសង្គ្រាមយើងនឹងបង្ហាញអ្នកទម្វៈបានបាញ់គ្រាប់ភ្លើងពណ៌ខ្មៅទៅលើពួកគេប៉ុន្តែមុនពេលវាទៅដល់ពន្លឺពណ៌មាសមួយបានផ្ទុះឡើងនៅចន្លោះនោះវាជាពន្លឺពីបូរីដែលពួកគេបានដាក់នៅលើកំពូលភ្នំបូរីនេះបានបញ្ចេញពន្លឺពណ៌មាសយ៉ាងខ្លាំងដែលធ្វើឲ្យគ្រាប់ភ្លើងពណ៌ខ្មៅរលាយបាត់ទៅវិញលោកគ្រូសច្ចៈបានបង្ហាញខ្លួននៅចំកណ្ដាលពន្លឺនោះលោកមានរូបរាងដូចពីមុនសក់ស្កើវែងភ្នែកភ្លឺថ្លានិងសំពត់ពណ៌លោកបានឈរនៅចន្លោះទម្វៈនិងអ្នកអតីដោយលើកដៃឡើងឈប់លោកបាននិយាយដោយសំឡេងដ៏ទន់ភ្លន់ប៉ុន្តែពោពេញដោយអំណាចគុំធ្វើបែបនេះកំហឹងនឹងការសងសឹកនឹងនាំមកនូវការបំផ្លិចបំផ្លាញតែប៉ុណ្ណោះទម្វៈបានសម្លឹងមើលលោកគ្រូសច្ចៈដោយការភ្ញាក់ផ្អើលអ្នកជានរណាវាបានសួរខ្ញុំជាលោកគ្រូសច្ចៈលោកបានឆ្លើយខ្ញុំជាអ្នករក្សាទល់ឲ្យភាពខ្ញុំបានមកទីនេះដើម្បីជួយអ្នកទម្វៈបានសើចចំអកជួយខ្ញុំមិនត្រូវការជំនួយពីអ្នកណាទេខ្ញុំខ្លាំងជាងអ្នកទាំងអស់គ្នាលោកគ្រូសច្ចៈបានញឹមដោយក្តីមេត្តាកម្លាំងពិតប្រាកដមិនមែនជាការបំផ្លាញអ្នកដទៃទេកម្លាំងពិតប្រាកដគឺការការពារអ្នកដទៃអ្នកអាចបំផ្លាញអ្វីទាំងអស់នៅទីនេះប៉ុន្តែតើអ្នកនឹងបានអ្វីអ្នកនឹងនៅម្នាក់ឯងគ្មានអ្នកណាគោរពអ្នកទេគ្មានអ្នកណាស្រឡាញ់អ្នកទេទម្វៈបានឈប់មួយផ្លែតពាក្យរបស់លោកគ្រូសច្ចៈបានទៅដល់បេះដូងរបស់វាទោះបីជាវាមិនចង់ទទួលស្គាល់ក៏ដោយវាបានចាំថាវាធ្លាប់មានមិត្តភក្តិធ្លាប់មានគ្រួសារប៉ុន្តែវាបានបាត់បង់ពួកគេទាំងអស់ដោយសារតែកំហឹងរបស់វាខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេទម្វៈបាននិយាយដោយសំឡេងស្អប់ខ្ញុំបានបាត់បង់អ្វីទាំងអស់ខ្ញុំគ្មានអ្វីសោះទេលោកគ្រូសច្ចៈបានដើរទៅជិតទម្វៈអ្នកនៅតែមានឱកាសអ្នកនៅតែអាចជ្រើសរើសផ្លូវផ្សេងសូមមកជាមួយខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកអាចក្លាយជាទម្វៈបានក្រឡេកមើលលោកគ្រូសច្ចៈដោយភ្នែកពោពេញទៅដោយទឹកភ្នែកវាបានទម្លាក់ដាវរបស់វាចុះហើយដួលជង្គង់ខ្ញុំសុំទោសវាបាននិយាយខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេព្រីរុទ្ធបានដើរទៅជិតទម្វៈហើយដាក់ដៃលើស្មារបស់វាមិនដែលយឺតពេលទេក្នុងការផ្លាស់ប្ដូរយើងទាំងអស់គ្នាអាចផ្លាស់ប្ដូរបានខ្ញុំធ្លាប់ជាសត្រូវរបស់អ្នកតាហើយឥឡូវនេះយើងជាមិត្តភក្តិអ្នកក៏អាចធ្វើបានដែរអ្នកតាអរុណក៏បានដើរទៅជិតដែរយើងនឹងជួយអ្នកស្វែងរកផ្លូវរបស់អ្នកមិនចាំបាច់ធ្វើវាតែម្នាក់ឯងទេទម្វៈបានលើកក្បាលឡើងហើយសម្លឹងមើលពួកគេទាំងអស់គ្នាវាបានឃើញក្តីមេត្តានៅក្នុងភ្នែករបស់ពួកគេឃើញក្តីសង្ឃឹមនិងការអភ័យទោសវាបានដកដង្ហើមធំមួយហើយនិយាយថាខ្ញុំនឹងព្យាយាមផ្លាស់ប្ដូរលោកគ្រូសច្ចៈបានញឹមយ៉ាងកក់ក្ដៅនោះហើយជាអ្វីដែលខ្ញុំចង់ឥឡូវនេះចូលយើងទាំងអស់គ្នាធ្វើការជាមួយគ្នាដើម្បីកសាងអនាគតដ៏ល្អប្រសើរពួកគេបានចាប់ផ្ដើមធ្វើការជាមួយគ្នាទម្វៈបានក្លាយជាសមាជិកម្នាក់នៃសហគមន៍ហើយបានប្រើប្រាស់កម្លាំងរបស់វាសម្រាប់ការកសាងជំនួសឲ្យការបំផ្លាញវាបានជួយសាងសង់ផ្ទះថ្មីដាំដើមឈើនិងបង្រៀនព្រីវ័យក្មេងពីគ្រោះថ្នាក់នៃកំហឹងដែនដីអាគមសម្បូរបានក្លាយជាមជ្ឈមណ្ឌលនៃសន្តិភាពសម្រាប់ដែនដីទាំងអស់ព្រីនិងអ្នកតាពីគ្រប់ទីបានមកសិក្សាពីរបៀបរស់នៅជាមួយគ្នាដោយសុខដុមរមនាលោកគ្រូសច្ចៈបានបន្តធ្វើដំណើរទៅកាន់ដែនដីផ្សេងដើម្បីផ្សព្វផ្សាយមេរៀនអំពីសន្តិភាពប៉ុន្តែលោកតែងតែត្រឡប់មកដែនដីអាគមសម្បូរវិញនៅពេលដែលត្រូវការ
វិជ័យនិងសូរិយាបានក្លាយជាមេដឹកនាំដ៏អស្ចារ្យរបស់ដែនដីអាគមសម្បូរបន្ទាប់ពីឪពុករបស់ពួកគេបានចូលនិវត្តន៍ពួកគេបានបន្តការងាររបស់លោកគ្រូសច្ចៈដោយបង្រៀនមនុស្សជំនាន់ក្រោយអំពីសារៈសំខាន់នៃការគោរពការយល់ដឹងនិងក្តីមេត្តាហើយនៅថ្ងៃមួយនៅពេលដែលព្រះច័ន្ទពេញវង្សនិងផ្កាយទាំងអស់បានភ្លឺចាំងនៅលើមេឃលោកគ្រូសច្ចៈបានត្រឡប់មកវិញសម្រាប់ការប្រជុំចុងក្រោយមួយលោកបានឈរនៅក្រោមដើមឈើពិភពលោកដែលឥឡូវនេះបានលូតលាស់ធំជាងដើមឈើដើមទៅទៀតហើយបាននិយាយទៅកាន់ហ្វូងមនុស្សដែលបានមកជួបជុំគ្នាកូនទាំងអស់គ្នាលោកបាននិយាយខ្ញុំមានមោទនភាពចំពោះអ្នកណាស់អ្នកបានបង្ហាញថាសន្តិភាពគឺអាចទៅរួចអ្នកបានបង្ហាញថាសូម្បីតែស្ត្រូវដ៏ជូរចត់បំផុតក៏អាចក្លាយជាមិត្តភក្តិបានដែរអ្នកបានបង្ហាញថាក្តីមេត្តាគឺខ្លាំងជាងកំហឹងលោកបានឈប់មួយភ្លែតហើយក្រឡេកមើលជុំវិញខ្លួនឥឡូវនេះដល់ពេលដែលខ្ញុំត្រូវចាក់ចេញជារៀងរហូតខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវធ្វើទល់ឲ្យភាពត្រូវបានស្ដារឡើងវិញដែនដីអាគមសម្បូរគឺស្ថិតក្នុងដៃដ៏ល្អអ្នកទាំងអស់គ្នាបានស្រែកឡើងដោយការសោកសៅលោកគ្រូសូមកុំទៅពួកគេបានអង្វរលោកគ្រូសច្ចៈបានញឹមខ្ញុំនឹងមិនទៅឆ្ងាយទេខ្ញុំនឹងនៅក្នុងចិត្តរបស់អ្នកជានិច្ចរាល់ពេលដែលអ្នកជ្រើសរើសសន្តិភាពរាល់ពេលដែលអ្នកជ្រើសរើសក្តីមេត្តាខ្ញុំនឹងនៅទីនោះជាមួយអ្នកលោកបានលើកដៃឡើងហើយពន្លឺពណ៌មាសបានគ្របដណ្ដប់លោកបានរលាយបាត់ទៅក្នុងពន្លឺនោះដោយបន្សល់ទុកតែក្លិនផ្កាឈូករ័ត្ននិងសំឡេងដ៏ទន់ភ្លន់មួយដែលបាននិយាយថាសូមចងចាំថាសន្តិភាពចាប់ផ្ដើមពីអ្នកម្នាក់អ្នកទាំងអស់គ្នាបានឈរស្ងៀមមើលកន្លែងដែលលោកគ្រូសច្ចៈឈរទឹកភ្នែកបានហូរចុះមកលើថ្ពាល់របស់ពួកគេប៉ុន្តែពួកគេក៏មានអារម្មណ៍ថាមានក្តីសង្ឃឹមនិងកម្លាំងចិត្តដែរពួកគេបានដឹងថាលោកគ្រូសច្ចៈបានបន្សល់ទុកអ្វីដែលសំខាន់បំផុតដល់ពួកគេគឺមេរៀនអំពីសេចក្តីស្រឡាញ់ការអភ័យទោសនិងការយល់ដឹងចាប់ពីថ្ងៃនោះមកដែនដីអាគមសម្បូរបានក្លាយជានិមិត្តរូបនៃសន្តិភាពសម្រាប់ពិភពលោកទាំងមូលព្រីនិងអ្នកតាបានរស់នៅជាមួយគ្នាដោយសុខដុមរមនាហើយពួកគេបានបន្តផ្សព្វផ្សាយមេរៀនដែលពួកគេបានរៀនពីលោកគ្រូសច្ចៈទៅកាន់ដែនដីផ្ទៃទៀតហើយរាល់ពេលដែលមានជម្លោះកើតឡើងពួកគេនឹកចាំពីពាក្យរបស់លោកថាសន្តិភាពចាប់ផ្ដើមពីអ្នកម្នាក់រឿងរ៉ាវនៃដែនដីអាគមសម្បូរបានក្លាយជារឿងព្រេងដ៏អស់កលឹបជានិច្ចដែលត្រូវបានគេនិទានប្រាប់គ្នាពីមួយជំនាន់ទៅមួយជំនាន់វាជារឿងរ៉ាវអំពីរបៀបដែលសូម្បីតែនៅក្នុងភាពងងឹតបំផុតពន្លឺនៃក្តីសង្ឃឹមនិងក្តីមេត្តាអាចភ្លឺចាំងបានវាជារឿងរ៉ាវអំពីរបៀបដែលសេចក្តីស្រឡាញ់អាចយកឈ្នះលើកំហឹងនិងរបៀបដែលការយល់ដឹងអាចយកឈ្នះលើការស្អប់ខ្ពើមហើយដូច្នេះដែនដីអាគមសម្បូរនៅតែបន្តរីកចម្រើនដោយសារតែព្រីនិងអ្នកតាបានជ្រើសរើសសន្តិភាពជំនួសឲ្យសង្គ្រាមការសហការជំនួសឲ្យការប្រជែងគ្នានិងក្តីមេត្តាជំនួសឲ្យការសងសឹកហើយរាល់ពេលដែលពួកគេក្រឡេកមើលទៅកំពូលភ្នំដែលបុរីរបស់លោកគ្រូសច្ចៈភ្លឺចាំងពួកគេនឹកចាំពីមេរៀនដ៏សំខាន់បំផុតដែរ